Sao manhនឹកឃើញថាចង់ស្ងោរម្រះថ្ងៃហ្នឹងក៏មកទិញម្រះទិញម្សៅទិញសាច់ជ្រូកអីយកមកស្ងោរម្រះហូបយកមកទុកច្បល់ធ្វើជាស្នូលញាត់ម្រះសម្រាប់ម្រះថ្ងៃហ្នឹងនាងខ្ញុំប្រើម្រះ1គីឡូជាដំបូងនាងខ្ញុំមកកាត់មីស៊ូដែលត្រាំរួចហ្នឹងត្រាំទឹករួចយកទៅលាងឲ្យស្អាតតមកយកមកកាត់ឲ្យខ្លីៗមីស៊ូហ្នឹងយើងកាត់ឲ្យខ្លីទៅស្រួលធ្វើជាស្នូលញាត់ម្រះបន្ទាប់មកយើងមកចាប់ផ្ដើមហាន់ផ្សិតត្រចៀកក្ដុលជាចំណិតស្ដើងមកប្រទេសស្ដើងហ្នឹងមកផ្សិតត្រចៀកក្ដុលហ្នឹងយើងលាងឲ្យច្រើនទឹកម៉ែបងប្អូនចឹងដីច្រើនណាស់បន្ទាប់ពីហាន់ផ្សិតត្រចៀកក្ដុលរួចក៏ចាប់ផ្ដើមមកដាំខ្ទឹមសដាំមើមខ្ទឹមសច្រាំហ្នឹងយកទៅច្បល់គ្រឿងស្នូលវាដូចគ្នាបន្ទាប់ពីយើងច្រាំខ្ទឹមសរួចក៏ដាក់ចូលទៅជាមួយនឹងសាច់ជ្រូកគ្រឿងធ្វើស្នូលស្ងោរម្រះយើងមានដាក់ខ្ទឹមសច្រាំហ្នឹងដាក់សាច់ជ្រូកចិញ្ច្រាំមីស៊ូកាត់ល្អិតហ្នឹងមកកាត់ខ្លីៗហ្នឹងមកផ្សិតត្រចៀកក្ដុលហាន់តូចស្ដើងហ្នឹងមកហើយយើងដាក់ស្លឹកខ្ទឹមឲ្យវាឈ្ងុយហើយដាក់គ្រឿងអំបិលប៊ីចេងស្ករអីតាមចំណង់ចំណូលចិត្តបងប្អូនទៅបន្ទាប់មកក៏កូរវាឲ្យចូលជាតិគ្នាជាមួយនឹងម្សៅសាច់ជ្រូកផ្សិតហ្នឹងយើងកូរមកល្មមមើលថាវាចូលជាតិគ្នាហើយរលាយអំបិលប៊ីចេងស្ករចូលសព្វគ្រឿងសព្វក្រៅអីហើយហ្នឹងយើងក៏ចាប់ផ្ដើមយកម្រះដែលបានខ្វៀលគ្រាប់វាចេញយកទៅលាងឲ្យស្អាតហើយស្រុះទឹកក្ដៅមកប្រងមកឲ្យវាល្វីងហ្នឹងយកវាមកញាត់ម្រះយើងបើសិនជាអត់ស្រស់ហ្នឹងគេញាត់បានសម្រាប់តាអ្នកដែលចូលចិត្តល្វីងអ្នកគាត់ចូលចិត្តល្វីងគាត់មិនបាច់ស្រស់ទេតែនាងខ្ញុំចូលចិត្តល្វីងតិចចឹងបើអត់ស្រស់ទេគឺថាល្វីងខ្លាំងណាបើម៉ែវិញគាត់ចូលចិត្តល្វីងចឹងគាត់មិនបាច់ស្រស់ក៏បានដែរតែកូននេះហូបដែរចឹងត្រូវតែស្រស់ឲ្យវាចេញជាតិល្វីងបាត់ខ្លះចឹងទៅមកល្វីងតិចល្មមហូបឆ្ងាញ់បន្ទាប់មកនេះខ្ញុំក៏យកម្រះហ្នឹងយកមកញាត់ប្រើដៃញាត់មកបានណែនពុកម៉ែបងប្អូនពេលញាត់ម្រះហ្នឹងយើងញាត់ឲ្យណែនមកបើសិនជាញាត់អត់ណែនហើយទាស់ក៏អញ្ចឹងដែរយើងទាស់វាឲ្យណែនដូចគ្នាបើសិនជាញាត់ម្រះធូហើយទាស់អត់ណែនតាពេលដាក់ស្ងោរចូលទៅហ្នឹងដឹងតាស្នូលរត់ចោលម្រះហើយស្នូលតារត់ចោលម្រះចេញមកក្រៅហើយដឹងតារីកស្គុយពេញឆ្នាំងហើយដាក់មីស៊ូផងដឹងតារីកពេញឆ្នាំងល្មមដូចខ្លាយជាបបរបាយជ្រូកក៏ដោយឈើសម្រាប់ដោតម្រះហ្នឹងនាងខ្ញុំមកទៅកាប់អាស័យស្រុកយកមកដោតវារឹងល្អកាប់មិនបន្តិចមកពុកម៉ែបងប្អូនយកមើចអាស័យអីក៏បានដែរឲ្យតែល្អហើយលាងឲ្យស្អាតយកមកសម្រួចចុងវាតិចឲ្យស្រួលដោតចូលម្រះនាងខ្ញុំញាត់ម្រះឲ្យអស់ហើយបានតបមកបានដោតតាមក្រោយយកវាមកដោតនេះពុកម៉ែបងប្អូនស្រួលពេលយើងសម្រួចចឹងទៅចាក់ម្រះធូរតពីដោតរួចរាល់អីអស់ហើយហ្នឹងនាងខ្ញុំយកម្រះមកបាំងចូលទឹកស្ងោរម្រះហ្នឹងសម្រាប់ទឹកស្ងោរម្រះហ្នឹងនាងខ្ញុំដាក់ដាំទឹកហើយប្រើដុំស៊ុបខ្នុរមួយដុំមកតបមកដាក់អំបិលប៊ីចេងស្ករអីតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនហើយដាក់គល់ខ្ទឹមឲ្យវាឈ្ងុយផងតបមកយកម្រះហ្នឹងដាក់ចូលមកអូក៏ដាក់ចូលមកពុះហ្មងទំនងណាពុកម៉ែបងប្អូនហើយពេលពុះនាងខ្ញុំដុសពពុះចេញគ្រាន់តែពុះទំនងបាត់ហើយពុកម៉ែបងប្អូនមិនទាន់បានឆ្អិនភ្លក់ផងរសជាតិនាងខ្ញុំគឺមកល្មមស្នូលវាយើងធ្វើរាងសាបទៅប៉ុន្តែចាំពេលទឹកស្ងោរវានេះចាំយើងដាក់យករសជាតិមកល្មមព្រោះស្នូលបើសិនជាដាក់ប្រៃពេកអាចហូបទៅទាំងទឹកស្ងោរវាទៀតហ្នឹងគឺកាន់តែប្រៃហ្មងហូបអត់ឆ្ងាញ់ទេតែស្នូលប្រៃហើយឥឡូវហ្នឹងស្ងោរម្រះយើងក៏ចាប់ផ្ដើមឆ្អិនហើយវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងដែរអរគុណពុកម៉ែបងប្អូនដែលទស្សនាតាំងពីដើមរហូតដល់ចប់អរគុណច្រើន